បាទក្រសួងគ្រប់ជ្រាបសួរពុកម៉ែបងប្អូនប្រិយមិត្តយើងឥឡូវករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីទៀតហើយកើតឡើងនៅតាមបណ្ដោយផ្លូវបដន់បាទដែលស្ថិតនៅភូមិកំពង់សមាបាទក្រុងបាត់ដំបងខេត្តបាត់ដំបងនៅវេលាម៉ោង 11:07 នាទីថ្ងៃច័ន្ទទី 24 ខែវិច្ឆិកាឆ្នាំ 2025 រវាងម៉ូតូជាមួយនឹងរថយន្តប៉ុន្តែរថយន្តត្រូវបានបើករត់បាទរថយន្តត្រូវបានបើករត់ត្រូវបានប្រជាពលរដ្ឋដេញខត់បានបាទប្រិយមិត្តយើងបាទនៅខាងឥឡូវករណីគ្រោះថ្នាក់ចរាចរណ៍នេះបាទមនុស្សប្រុសស្រី2នាក់បាទជិះម៉ូតូបានរងរបួសធ្ងន់តែម្ដងប្រិយមិត្តយើងឥឡូវឡានសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យស្នងការខេត្តបាត់ដំបងលោកកំពុងតែលើកដាក់បាទប្រងការដើម្បីដាក់ឡានបញ្ជូនទៅសង្គ្រោះបន្ទាន់បានដែរប្រិយមិត្តយើងបាទនៅភូមិកំពង់សមាក្រុងបាត់ដំបងខេត្តបាត់ដំបងបន្តតែម្ដងប្រិយមិត្តបាទបងប្អូនប្រិយមិត្តយើងអធិស្ឋានផងដោយសារក្រុមការងារយើងអត់អាចទៅចាប់ចិត្តនៃមនុស្សរបួសបានទេបាទព្រោះឲ្យក្រុមហ៊ុន Facebook បាទប្រហែលណាបងប្អូនប្រិយមិត្តយើងឃើញតាមម៉ូតូដួលចង្អាងហើយរីឯរថយន្តបើករត់អ្នកប៉ាវដល់បងប្អូនប្រជាពលរដ្ឋមកច្រើនមែនទែនតែម្ដងនៅករណីគ្រោះថ្នាក់ចរាចរណ៍នេះផងដែរប្រិយមិត្តយើងឃើញហើយពុកម៉ែបងប្អូនប្រិយមិត្តយើងករណីគ្រោះថ្នាក់ចរាចរណ៍ទៅយប់ចេះបាទគឺយប់ស្ងាត់គឺឡានមានឱកាសក្នុងការបើកប៉ះឬមួយក៏បុកហើយគឺគាត់បើករត់ហើយបាទអត់នៅទទួលខុសត្រូវទទួលដោះស្រាយឲ្យជនរងគ្រោះយ៉ាងណាយ៉ាងណីយើងគាត់មិនទទួលទេឥឡូវគាត់បើករត់ត្រូវបានប្រជាពលរដ្ឋយើងលោកដេញប្រទាក់បាទចាប់បានផ្ទាល់តែម្ដងប្រិយមិត្តយើងបាទដេញស្ទាក់ចាប់បានផ្ទាល់តែម្ដងប្រិយមិត្តឥឡូវយើងឃើញថានៅកន្លែងកើតហេតុបាទបន្សល់ទុកនៅម៉ូតូហើយនឹងមនុស្សប្រុសស្រីចំនួន2នាក់ត្រូវរងរបួសធ្ងន់មែនទែនតែម្ដងប្រិយមិត្តយើងបាទពុកម៉ែបងប្អូនប្រិយមិត្តយើងនេះម៉ូតូបាទហើយម្ចាស់ម៉ូតូទៅកង់ម៉ូតូនឹងរងរបួសបាក់ជើងមួយខាងហើយបាក់ផ្លូវបាទចំណែកខាងមនុស្សស្រីម្នាក់ទៀតបាទគឺរបួសធ្ងន់បាទនេះផ្លាកលេខម៉ូតូណាប្រិយមិត្តយើងផ្លាកលេខបាត់ដំបង 1AM 36និង25បាទហើយបងប្អូនមើលចោះបាទរៀបប៉ាយពេញផ្លូវតែម្ដងមួកគ្រប់បាច់ខ្ទេចហើយបាទមកគ្រប់បាច់ខ្ទេចហើយប្រិយមិត្តយើងនេះបាទនៅកន្លែងកើតហេតុបាទមិញបានបងប្អូនប្រជាពលរដ្ឋផ្ដល់ព័ត៌មានប្រាប់អង្គភាពយើងខ្ញុំតាឡានត្រូវបានស្ទាក់ចាប់បានហើយបាទនេះសៅបាទសៅគាត់បាទរើគាត់វិញមកប្រិយមិត្តយើងបាទនៅរេប៉ាយពេញផ្លូវតែម្ដងប្រិយមិត្តយើងបាទនេះបងប្អូនប្រិយមិត្តយើងបាច់ខ្ទេចហើយបាទហើយឡានសាមួយកំពុងតែបាទកំពុងតែដឹកយកទៅសង្គ្រោះមិនតាន់ហើយប្រិយមិត្តយើងបាទម៉ូតូក៏រងការខូចខាតយ៉ាងដំណំផងដែរបាទឡានបាច់ទុកទៅហើយយកទៅនឹងម៉ូតូមកខាងណាទៅខាងណាទៀតបាទនេះបងប្អូនប្រិយមិត្តយើងម៉ូតូនេះបាទម៉ូតូរួញខ្ញុំហើយប្រិយមិត្តយើងនេះមកម៉ូតូចុះបាទមើលម៉ូតូរួញហើយបាទនេះបងប្អូនប្រិយមិត្តយើងនេះបាទផ្លាកលេខបាត់ដំបងអាសន្នហងណាត្រេមបាទពណ៌ខ្មៅពាក់ផ្លាកលេខបាត់ដំបង 1AM បាទ36និង25បាទនេះបងប្អូនប្រិយមិត្តយើងបាទឡានពេទ្យស្នងការដឹកយកទៅសង្គ្រោះមិនតាន់ទាំង2នាក់បន្តតែម្ដងប្រិយមិត្តបងប្អូនប្រិយមិត្តយើងតិចយើងនឹងទៅចាប់រូបភាពឥឡូវនេះពុកម៉ែបងប្អូនប្រិយមិត្តយើងឥឡូវខាងឡានពេទ្យបាទតែប្រាប់អង្គភាពយើងថាបាត់ភ្នែកម្នាក់បាត់ហើយខាងប្តីបាទខាងប្រុសបាត់ភ្នែកពីបន្តយកទៅសង្គ្រោះមិនតាន់ដែរមន្ទីរពេទ្យផងដែរប្រិយមិត្តយើងមន្ត្រីចរាចរណ៍យើងលោកកំពុងធ្វើការវាស់វែងយើងមិនដឹងថាគាត់បើកលឿនកម្រិតណាបាទវិសាស្រាសវឹងកម្រិតណាឬមួយមិនសវឹងឬមួយយ៉ាងណាយកតន់ហ្នឹងដោយសារមន្ត្រីយើងលោកបានខាត់មកតកង់រថយន្តយកទៅបាទស្នងការខេត្តបាត់ដំបងមកហើយបាទការិយាល័យចរាចរណ៍ផ្លូវគោកនៅស្នងការខេត្តបាត់ដំបងមកហើយបាទនៅឡើយតែម៉ូតូឯងរថយន្តត្រូវបានយកទៅហើយបាទរថយន្តនឹងសូមជឿថាបាត់គេពីកន្លែងកើតហេតុទៀតឥឡូវខាងជនរងគ្រោះនេះបាទបាត់ភ្នែកម្នាក់បាត់ហើយនៅឯមន្ទីរពេទ្យបន្ទាប់ពីដឹកយកទៅដល់មន្ទីរពេទ្យគឺបានបាត់ភ្នែកបាទស្លាប់បាត់បង់អាយុជីវិតនៅក្នុងមន្ទីរពេទ្យបាទស្នងការខេត្តបាត់ដំបងមកហើយបាទអញ្ចឹងបងប្អូនប្រិយមិត្តយើងបាទបងមានការប្រុងប្រយ័ត្នខ្ពស់ពីករណីគ្រោះថ្នាក់ចរាចរណ៍យើងឃើញហើយបាទមន្ត្រីចរាចរណ៍ស្នងការខេត្តបាត់ដំបងយើងមកទាំងយប់ធ្វើការដុតដៃដុតជើងសរសើរស្លាំដើម្បីធ្វើការវាស់វែងបាទដើម្បីធ្វើការខាត់រថយន្តទាំងម្ចាស់រថយន្តបាទយកទៅសាកសួរចម្លើយដំណោះស្រាយទៅតាមផ្លូវច្បាប់បាទបងប្អូនប្រិយមិត្តយើងខ្ញុំបាទសូមបញ្ជាក់ពីករណីគ្រោះថ្នាក់ចរាចរណ៍នេះតិចសិនដោយសារករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនមែន2នាក់ទេគឺ3នាក់បាទអញ្ចឹងមានកូនតូចមួយទៀតបាទកូនមួយទៀតក៏របួសដែរបាទបងប្អូនមានពីបងប្អូនប្រជាពលរដ្ឋដោយសារខ្ញុំមកបានឃើញកូនតែឃើញថាលក្ខណៈប្តីប្រពន្ធប្រុសស្រីអញ្ចឹងណាបាទប្រិយមិត្តយើងឥឡូវករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺរថចរាចរណ៍យើងលោកតាតាមយកឡានមកហើយបាទនៅឡើយតែម៉ូតូមន្ត្រីចរាចរណ៍ស្នងការខេត្តបាត់ដំបងលោកកំពុងតែធ្វើការវាស់វែងហើយសូមអាប់ដេតព័ត៌មានតិចប្រិយមិត្តយើងបាទសូមកុំប្រកាន់អីដោយសារខ្ញុំមកនឹងប្រភពព័ត៌មានបោះពុំអត់បានច្បាស់អញ្ចឹងខ្ញុំមកនឹងក៏អត់បានឃើញកូនក្មេងដែរឃើញតែពុកម្ដាយអញ្ចឹងទៅក៏ផ្សាយថាពីមុនក៏ផ្សាយថាមានមនុស្ស2នាក់តែមានក្មេងម្នាក់ទៀតអញ្ចឹងបោករួម3នាក់ហើយបាទបោករួម3នាក់បាទហើយបងប្អូនយើងជួយចែករំលែកជួយ share ដើម្បីឲ្យពុកម៉ែបងប្អូនប្រិយមិត្តយើងបានដឹងហើយលោកមានការបើកបរមានការប្រុងប្រយ័ត្នខ្ពស់ពីករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូនេះសាំងហើយណាបាទប្រិយមិត្តយើងនេះបាទម៉ូតូនេះសាំងហើយប្រិយមិត្តបាទនៅសូមអាប់ដេតព័ត៌មានបន្ថែមបាទនៅករណីគ្រោះថ្នាក់ចរាចរណ៍នេះផងដែរអរគុណប្រិយមិត្តយើងនេះបងប្អូនប្រិយមិត្តយើងរថយន្តបាទរថយន្តម៉ាកព្រុសបាទកោមពាក់ផ្លាកលេខបាត់ដំបង 2B 88និង56បាទឥឡូវត្រូវបានមកកាយើងខាត់បាទយកទៅស្នងការតាមនគរបាលខេត្តបាត់ដំបងមកហើយបាទមនុស្សប្រុសស្រី2នាក់រងរបួសធ្ងន់ណាស់បាទកិច្ចពីកន្លែងកើតហេតុទៀតបាទប្រិយមិត្តយើងបាទហើយដល់ពេលលឹកទៅឲ្យនេះបាទពុកម៉ែបងប្អូនប្រិយមិត្តយើងនៅបើកមករួចទៀតណាបាទនេះស្នាមបុកក្បាលបាទស្នាមបុកក្បាលក៏ពិតហើយណាបាទដបូលឡានដបូលអីក៏ពិតហើយបាទនេះเป็นរថយន្តព្រុសបាទរថយន្តព្រុសគឺកោមបាទតាមនោះសមត្ថកិច្ចបាទសមត្ថកិច្ចបោះគាត់ថាបាច់គួតពេញឡានបាទសង្ស័យឡាននេះសវឹងមិនដឹងទេបាទនេះបងប្អូនប្រិយមិត្តយើងរថយន្តព្រុសបាទពើក្រហមបាទពាក់ផ្លាកលេខបាត់ដំបង 2B បាទ88និង56បាទរោងការខូចខាតដល់បងប្អូនប្រិយមិត្តយើងបាទលើករណីគ្រោះថ្នាក់ចរាចរណ៍ហ្នឹងឡានបើករត់កិច្ចបាទពីកន្លែងកើតហេតុបាទមកដល់កន្លែងនេះភូមិកំពង់សមាដែរបាទមកមុខឆ្ងាយដែរចិត្តដល់ផ្លូវ highway ហើយបាទយើងហួរកន្លែងអត់តកោទឹកបាទថ្មី
បាទមកតាមផ្លូវកំពង់សមាបាទបាំងកិច្ចផាចូលដី1គីឡូដីជាងបាទ1គីឡូដីជាងត្រូវបាទប្រជាពលរដ្ឋបាទចាប់បានបាទប្រជាពលរដ្ឋកលកងបាទកលកងខ្លាចទៅមុខទៀតបាទហើយបងសមត្ថកិច្ចលោកនៅនេះណាបាទជាការពីអីបាទលោកនៅយាមឡានដើម្បីរងចាំសមត្ថកិច្ចចរាចរណ៍យើងលោកមកធ្វើការបោះវេរបស់វេបើរត់ឆ្ងាយអញ្ចឹងបាទបើរត់ឆ្ងាយមែនទេបាទនេះបងប្អូនយើងបុកពេញពាក់កណ្ដាលតែម្ដងប្រិមិត្តបាទនេះបុកពេញពាក់កណ្ដាលហ្នឹងបាទពេញពាក់កណ្ដាលម៉ូតូបាទហើយសង្វឹងហ្នឹងបាទបាច់អួតពេញឡានបាទហើយសង្ស័យសង្វឹងយើងគ្រាន់តែថាសង្ស័យយើងអត់មានអាចទៅចោទគាត់បានថាគាត់សង្វឹងឬមួយយ៉ាងណាសង្វឹងបាក់បោយ៉ាងណាយើងអត់អាចដាក់បន្ទុកបានទេបាទនៅក្នុងឡានឃើញមានស្នាមអួតបាទបងប្អូនជារដ្ឋមន្ត្រីនៅនឹងមកលោកប្រាប់ថាមានស្នាមអួតបាទនេះបងប្អូនប្រិមិត្តយើងឡើងដែរបាទប្រាប់ឡាយលេងបុកចំពេញពាក់កណ្ដាលហើយមនុស្សផ្លោងបុកនេះបាទក្បាលបាទមានស្នាមឈាមជាប់នឹងកញ្ចក់ឡានទៀតបាទដបូលនេះបាយយកឲ្យប្រិមិត្តយើងបាទដបូលនេះបាយយកឲ្យយ៉ាកាតនៅក្នុងនោះទៀតបាទកាតអីទេបាទប្រិមិត្តយើងបាទកាតខាងអីគេនេះត្រូវការខាងអីចេះបាទអូនៅឡានចរាចរណ៍យកមកលឿនណាបាទឡានចរាចរណ៍ក៏ប្រញាប់ដែរណាបាទក៏ប្រញាប់មកយកដែរណាបាទនេះបងប្អូនប្រិមិត្តយើងនេះបងប្អូនប្រិមិត្តហើយបាទករណីគ្រោះថ្នាក់ចរាចរណ៍បើកបុករត់បាទគេខ្វាយពីកន្លែងកើតហេតុបាទចម្ងាយដី1គីឡូដីជាងបាទត្រូវបានប្រជាពលរដ្ឋតាមខាត់បានបាទប្រជាពលរដ្ឋតាមខាត់បានហើយតកង់ឡានបាទតកង់ឡានហ្នឹងគឺត្រូវបានប្រជាពលរដ្ឋយើងខាត់ទុកហើយនឹងសមត្ថកិច្ចយើងយកទៅការិយាល័យចរាចរណ៍ផ្លូវគោកនៅស្នងការខេត្តបាត់ដំបងបាត់ហើយបាទនេះបងប្អូនប្រិមិត្តយើងឥឡូវមន្ត្រីចរាចរណ៍នៅស្នងការខេត្តបាត់ដំបងយើងលោកមកដល់ហើយបាទលោកមកដល់ហើយនេះបាទមន្ត្រីចរាចរណ៍ស្នងការខេត្តបាត់ដំបងនេះបាទញាក់ដល់បងប្អូនប្រជាពលរដ្ឋទាំងនៅកន្លែងកើតហេតុទាំងនៅកន្លែងរថយន្តដែលរថយន្តបាក់កិច្ចពីកន្លែងកើតហេតុបាទរថយន្តព្រុសធ្វើក្រហមពាក់ឡាលេខបាត់ដំបង 2B បាទ88និង56បាទមន្ត្រីចរាចរណ៍យកទៅមិនទៅបាទបាច់អួតធំស្អុយពេញឡាននេះបាទធំស្អុយពេញឡានមកបាច់អួតហ៎បាទដឹងទៅមិនទេមានយកអាវទៅគ្របដៅទៅបាទអាវទៅធ្វើការមន្ត្រីរាជការមិនដឹងត្រីខាងណាទេបាទយើងអត់បង្ហាញទេបាទប្រិមត្តយើងបាទគាត់ធ្វើមន្ត្រីដែរបាទមន្ត្រីខាងណាផ្នែកអីយើងអត់ដឹងច្បាស់ទេបាទនោះហ្នឹងហើយបងប្អូនប្រិមត្តយើងបាទមន្ត្រីចរាចរណ៍យើងយកឡានទៅហើយបាទអូកើតបាទនេះមន្ត្រីចរាចរណ៍យើងយកឡានទៅហើយប្រិមត្តយើងបាទមន្ត្រីចរាចរណ៍យើងយកឡានទៅហើយអូនេះថតកើតមកនេះបងប្អូនប្រិមត្តយើងកាត់ខាងណាចេះហ៎កាត់ឈ្មោះគេមើលឈ្មោះទីមើលបាំងឈ្មោះទីបាត់អូហើយបាំងឈ្មោះមើលគេមកកាត់ក្រោយហ្នឹងហើយបងប្អូនប្រិមត្តយើងបាទខាងគេមកបានសម្គាល់មន្ត្រីរាជការក្រសួងសាធារណការនឹងជូនក្រសួងសាធារណការនឹងជូនបាទមន្ត្រីហើយហ្នឹងដល់បាទបងប្អូនប្រិមត្តយើងបាទឥឡូវមន្ត្រីចរាចរណ៍យើងយកទៅហើយអរគុណប្រិមត្តយើងសម្រាប់ការតាមដានអរគុណប្រិមត្តយើងសម្រាប់ការជួយ share ហើយខ្ញុំបាទទុកនីតិឲ្យសមត្ថកិច្ចលោកធ្វើការហើយខ្ញុំបាទក៏សូមធ្វើការមិនចប់តែប៉ុណ្ណេះផងដែរសូមចាក់តាករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅតាមបណ្ដោយផ្លូវពីផ្លូវស្តុកបាទផ្លូវស្តុកបាត់ក្រុងហ្នឹងបាទគឺមកផ្លូវបណ្ដោយបាទតាមប្រព័ន្ធពីកន្លែងកាត់ហេតុគេថាម៉ូតូមកពីត្បូងទៅជើងបាទចំណាយខាងរថយន្តមកពីជើងទៅត្បូងមកដល់ចំណុចកន្លែងកាត់ហេតុហ្នឹងក៏ជួបករណីគ្រោះថ្នាក់ចរាចរណ៍ទៅហើយមនុស្សប្រុសស្រីដែលជាម្ចាស់ម៉ូតូរបត់ធ្ងន់ហើយរថយន្តត្រូវបានបាត់កិច្ចពីកន្លែងកាត់ហេតុបាទត្រូវបានជារដ្ឋទៅយើងតាមស្ទាក់ចាប់បានចម្ងាយដៃប្រហែលជា1គីឡូជាងដីទេបាទឥឡូវមន្ត្រីចរាចរណ៍យកទៅហើយបាទប្រិមត្តយើងអរគុណមែនទេប្រិមត្តយើងសម្រាប់ការតាមដានអរគុណប្រិមត្តយើងសម្រាប់ការជួយ share ខ្ញុំបាទសូមធ្វើការបញ្ចប់តែប៉ុណ្ណេះបាទសូមអរគុណនិងសូមគោរពលា